បាទសូមជំរាបសួរបងប្អូនអរគ្នាហើយថ្ងៃនេះគឺយើងមកនិយាយអំពីបញ្ហាដែលបងដែលគាត់តែងតែមានជាគឺខូចតម្រងនោមបាទអឺខ្ញុំមើលឃើញច្រើនពីបញ្ហាដែលប្រជាជនខ្មែរយើងគាត់អត់បានយល់ដឹងអំពីបញ្ហាខូចតម្រងនោមខូចសុខភាពបាទតែនៅពេលដែលគាត់ខូចតម្រងនោមគាត់ខូចសុខភាពបាទតម្រងនោមអត់ដើរអត់មានដូចថាដល់ដំណាក់កាលចុងក្រោយហើយបានគាត់ភ្ញាក់ខ្លួនអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំលើកអំពីចំណុចនេះគឺមានបងខ្លះគាត់អត់បានយល់ដឹងពីការញ៉ាំទឹកបាទសម្បីតែទឹកជារបស់យើងក៏បើញ៉ាំច្រើនហួសកំណត់ហួសកម្រិតពេកបាទក៏អាចធ្វើឲ្យយើងខូចតម្រងនោមបានដែរបាទទឹកជាអាវុធមុខពីរដូចជាមួយនឹងថ្នាំពេទ្យដែរបាទហើយមានបងខ្លះគាត់ថាញ៉ាំទឹកធ្វើម៉េចឲ្យគ្រប់លីត្របាទมันប្រកាសថាមនុស្សគ្រប់គ្នាត្រូវញ៉ាំទឹកមួយថ្ងៃ2លីត្រ3លីត្រអីទេបាទញ៉ាំទៅតាមអ្វីដែលយើងគិតថាខ្លួនរបស់យើងនឹងត្រូវទ្រង់រួចពេលខ្លះតម្រងនោមរបស់យើងវាខ្សោយទៅហើយនៅពេលដែលយើងបខំញ៉ាំទឹកតម្រងនោមរបស់យើងបាទវាចេះតែមានទឹកវាចេះតែចម្រាញ់យកបាទវាចេះតែធ្វើការអត់ឈប់អត់ឈរបើយើងតម្រងនោមយើងខ្សោយហើយយើងទៅញ៉ាំទឹកឲ្យធ្វើម៉េចឲ្យគ្រប់លីត្របាទគឺវាមានបញ្ហាអ្នកខ្លះនោមញឹកអ្នកខ្លះនោមឡើងហួលតម្រងនោមអស់ហើយគាត់ចេះរកមូលហេតុអត់ឃើញថាមូលហេតុគាត់មូលហេតុអីគេអ្នកខ្លះឃើញមនុស្សចាស់គាត់ឈឺបាទគាត់ថាបង្ខំឲ្យញ៉ាំទឹកឲ្យច្រើនបាទទីបំផុតខូចតម្រងនោមលៀងឈាមបាទអញ្ចឹងយើងត្រូវតែដឹងថាខ្លួនរបស់យើងនឹងត្រូវការទឹកប្រមាណនៅក្នុងមួយថ្ងៃបាទចុះបើសិនជាយើងទៅតាមគេដែលគេសុខភាពល្អគេញ៉ាំមួយថ្ងៃ2 3លីត្របាទ4លីត្រអីអានឹងគេសុខភាពល្អគេទ្រទ្រង់បានហើយតម្រងនោមរបស់គេល្អអញ្ចឹងគេទ្រទ្រង់បានណាប៉ុន្តែសម្រាប់យើងតែហ៊ានទៅញ៉ាំច្រើនគឺមានបញ្ហា